ទីផ្សារលក់អាវុធកាន់តែត្រូវបានដោយនាពេលថ្មីៗនេះថៃបានទិញខែការពារដែនអាកាសពីអ៊ីស្រាអែលក្នុងទំហំទឹកប្រាក់$107 លានដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មការពារដែនអាកាសនិងមីស៊ីលរបស់ខ្លួនកាសែត Defense Block កាលពីថ្ងៃទី1ធ្នូ2025បានរៀបរាប់ថាកងទ័ពអាកាសភូមិន្ទថៃបានជ្រើសរើសប្រព័ន្ធ Barak-MIG គឺជាប្រព័ន្ធមីស៊ីលការពារពីផ្ទៃដីទៅអាកាសដ៏ទំនើបដែលផលិតដោយក្រុមហ៊ុន Israel Aerospace Industry ដែលមានសមត្ថភាពស្ទាក់ចាប់ការគំរាមកំហែងតាមផ្លូវអាកាសជាច្រើនប្រភេទរួមទាំងមីស៊ីលផ្លោងយន្តហោះចម្បាំងឧទ្ធម្ភិកចក្រយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលបាញ់ពីលើដីទៅអាកាសហើយអ្វីមុខងារកាន់តែពិសេសនោះគឺក្នុងករណីមានសង្គ្រាមទ្រង់ទ្រាយធំតែម្ដងប្រព័ន្ធនេះត្រូវបានរចនាឡើងសម្រាប់ការពារដែលអាចបត់បែនបាននិងពហុស្ទប់ជាមួយនឹងឧបករណ៍ស្ទាក់ចាប់ដែលគ្របដណ្ដប់ចម្ងាយរហូតដល់150 គីឡូម៉ែត្រការទិញយកមកនេះស្របទៅនឹងតម្រូវការរបស់ប្រទេសថៃសម្រាប់ការធ្វើសមហរណកម្មទៅក្នុងបណ្ដាញការពារដែនអាកាសដែលមានស្រាប់របស់ខ្លួននិងតម្រូវការក្នុងការទប់ទល់នឹងការគំរាមកំហែងមីស៊ីលផ្លោងយុទ្ធសាស្ត្រដែលជាលក្ខណៈវិនិច្ឆ័យដែល Barak-MIG អាចបំពេញបានយ៉ាងមានប្រសិទ្ធភាពអ្វីដែលហៅថាប្រព័ន្ធការពារដែនអាកាសនោះមិនមែនគ្រាន់តែជាមីស៊ីលមួយគ្រាប់ទេតែជាប្រព័ន្ធមីស៊ីលការពារដែនអាកាសពេញលេញដែលរួមមានសមាសធាតុសំខាន់ៗជាច្រើនដែលធ្វើការជាមួយគ្នាដែលរួមមានជើងទម្របាញ់មីស៊ីលប្រព័ន្ធរ៉ាដាតាមដាននិងមជ្ឈមណ្ឌលបញ្ជាពីចម្ងាយដែលជាកន្លែងដែលក្រុមប្រតិបត្តិការអង្គុយដើម្បីទទួលទិន្នន័យពីរ៉ាដាកំណត់អត្តសញ្ញាណសត្រូវនិងចេញបញ្ជាដើម្បីបាញ់ប្រហារតួយ៉ាងប្រសិនបើយើងត្រូវបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងនោះយើងត្រូវប្រើយ៉ាងហោចណាស់នៅមីស៊ីលចំនួន2ដើមដើម្បីធានាថាយន្តហោះនោះត្រូវបានធ្លាក់ដោយមីស៊ីលក្នុងមួយដើមមានតម្លៃប្រមាណ$1 លានទន្ទឹមនឹងនេះប្រព័ន្ធការពារដែនអាកាស Barak-MIG ទំនងមិនត្រូវបានប្រើប្រាស់សម្រាប់ទាយប្រហារដ្រូនដែលមានតម្លៃទាបទេដូចជា Sahen-3 របស់រុស្ស៊ីឬអ៊ីរ៉ង់ជាដើមដែលជាហេតុដែលធ្វើឲ្យមានការធ្វើសង្គ្រាមមិនទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុបញ្ហានេះហើយបានជំរុញឲ្យប្រទេសជាច្រើនកំពុងស្រាវជ្រាវរកបច្ចេកវិទ្យាការពារថ្មីៗដែលមានតម្លៃទាបជាងដូចជាអាវុធ laser ដែលអាចបាញ់ដ្រូនបានក្នុងតម្លៃទាបបានយ៉ាងមានប្រសិទ្ធភាពគួរបញ្ជាក់ផងដែរថាចំពោះការបរិច្ឆេទចុះហត្ថលេខាលើកិច្ចសន្យាពិតប្រាកដរវាងប្រទេសថៃនិងអ៊ីស្រាអែលសម្រាប់ប្រព័ន្ធការពារដែនអាកាស Barak-MIG មិនទាន់ត្រូវបានរាយការណ៍ជាក់លាក់ក្នុងប្រភពសាធារណៈនោះទេចុះតើដ្រូនប្រភេទអ្វីដែលខែ Barak-MIG មិនស័ក្តិសមត្រូវបាញ់ទម្លាក់នោះជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន